Pôn vì ngay vì bạn đây sọc đây bạn chặt đây kia rồi xí bạn phiềnมันกลัวสมัยสกสู้đây thà nữa vậy bạn sọc bạnยำร้านสมัยโซนอายุเวงសួស្តីក្មួយចាអ៊ីជូនពក្មួយនៅថ្ងៃមង្គលរបស់ក្មួយទាំងពីរក្មួយប្រុសក្មួយស្រីឲ្យមានសុខភាពល្អហើយរស់ស៊ីមានបានហើយសូមឲ្យស្រឡាញ់គ្នារហូតទៅចាស់កងខ្នងទាំងពីរហើយអ៊ីសូមផ្ញើក្មួយស្រីផងចំពោះក្មួយប្រុសចាយោគយល់អត់អោនគ្នាចាអរគុណក្មួយបានខ្ញុំបាទសូមធ្វើការគោរពកិរិយាកិច្ចចំពោះបងប្រុសបងស្រីសូមជំរាបសួរទៅដល់លោកយាយលោកតាអ៊ំពូមីងបងប្អូនសាច់ញាតិទាំងអស់ផងដែលកំពុងតែរស់នៅឯនាយសមុទ្រសហរដ្ឋអាមេរិកនោះហើយជាពិសេសបងប្អូនញាតិមិត្តលោកយាយលោកតាអ៊ំពូមីងដែលកំពុងតែចូលរួមនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់បងប្រុសបងស្រីរបស់ខ្ញុំបាទសូមធ្វើការគោរពជំរាបសួរទាំងអស់គ្នាផងបាទថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយរំភើបខ្លាំងណាស់ដែលឃើញបងប្រុសហើយនិងបងស្រីរៀបអាពាហ៍ពិពាហ៍រៀបមង្គលការដែលជាថ្ងៃដ៏ពិសេសអញ្ចឹងសម្រាប់បងប្រុសខ្ញុំផ្ទាល់នៅថ្ងៃនេះគឺជាថ្ងៃដ៏ឧត្តមថ្ងៃពិសេសពិសាលមែនទែនហើយធ្វើឲ្យខ្ញុំជាប្អូនប្រុសម្នាក់នេះនឹកឃើញទៅដល់ការតស៊ូនិងការលះបង់ជាច្រើនសម្រាប់របស់បងប្រុសហើយចំពោះខ្ញុំចំពោះប្អូនចំពោះក្រុមគ្រួសារសាច់ញាតិទាំងអស់ហ្នឹងបាទហើយបងប្រុសតែងតែជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងតស៊ូធ្វើគ្រប់យ៉ាងដើម្បីឲ្យប្អូននឹងមានការសិក្សារៀនសូត្រប្អូនទាំងអស់គ្នានឹងឯងគឺមានអនាគតល្អភ្លឺថ្លាអីចឹងទៅបាទហ្នឹងហើយទោះបីជាពេលខ្លះបងប្រុសជួបការលំបាកនឿយហត់ឬក៏មានសម្ពាធយ៉ាងណាក៏ដោយបងប្រុសនៅតែជាបង្គោលណាដ៏រឹងមាំហើយនឹងមិនដែលបោះបង់ចោលនៅក្តីស្រឡាញ់ហើយនឹងការទទួលខុសត្រូវចំពោះប្អូនប្រុសម្នាក់នេះក៏ដូចជាប្អូនផ្សេងទៀតនោះទេហើយជាពិសេសនេះគឺអ្នកម្ដាយតែម្ដងហ្នឹងហើយអញ្ចឹងសម្រាប់ប្អូនអ្វីដែលបងបានធ្វើមិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់បងប្រុសតែប៉ុណ្ណោះទេប៉ុន្តែវាបង្ហាញអំពីក្តីស្រឡាញ់ដ៏ធំធេងនិងជាការលះបង់ដែលប្អូននិងប្អូនផ្សេងទៀតមិនអាចបំភ្លេចបានអញ្ចឹងរាល់ការខិតខំប្រឹងប្រែងការតស៊ូនិងការអត់ធ្មត់របស់បងប្រុសបានคล้ายជាចលករមួយជំរុញកម្លាំងលើកទឹកចិត្តណានឹងជាគំរូដ៏ល្អសម្រាប់ខ្ញុំផ្ទាល់សម្រាប់ប្អូនផ្ទាល់និងសម្រាប់ប្អូនផ្សេងទៀតហ្នឹងហើយអញ្ចឹងទោះបីជាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយប្អូនម្នាក់នេះនិងប្អូនផ្សេងទៀតនៅតែចងចាំហើយនឹងមានមោទនភាពជានិច្ចចំពោះបងប្រុសដ៏ល្អម្នាក់នេះអញ្ចឹងនៅក្នុងថ្ងៃនេះគឺជាថ្ងៃមួយដែលអាចនិយាយបានថាជាថ្ងៃដែលពោរពេញទៅដោយអត្ថន័យខ្លឹមសារពិសេសសម្រាប់ជីវិតរបស់បងប្រុសដែលបានរកឃើញដៃគូជីវិតដ៏ល្អហើយដៃគូជីវិតដ៏ល្អរបស់បងប្រុសនោះគឺបងស្រីវីរៈសុភាវតីហ្នឹងហើយអញ្ចឹងប្អូនប្រុសម្នាក់នេះពិតជាមានក្តីរំភើបរីករាយហើយនឹងមានសេចក្តីសុខយ៉ាងខ្លាំងមែនទែនដែលឃើញបងទាំងពីរមាននៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនសូមគោរពជូនពរដល់បងប្រុសនិងបងស្រីឲ្យមានសុភមង្គលពេញជីវិត
ចេះស្រឡាញ់គ្នាចេះយោគយល់គ្នាហើយសូមឲ្យជីវិតគ្រួសាររបស់បងទាំងពីរនេះគឺពោរពេញទៅដោយសេចក្តីសុខសំណាងល្អនិងភាពរីកចម្រើនគ្រប់ពេលវេលាហើយសូមឲ្យបងប្រុសហើយនិងបងស្រីនឹងជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយចេះជូនពរដល់បងប្រុសបងស្រីទៀតនឹងអីហ្នឹងហើយអញ្ចឹងគឺហ្នឹងហើយជូនពរហ្នឹងហើយជូនពរដល់បងប្រុសបងស្រីស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងហ្នឹងហើយស្រឡាញ់គ្នាដល់ចាស់កោងខ្នងហើយមានកូនមានចៅឲ្យបានច្រើនហ្នឹងហើយមានកូនមានចៅណាមានក្មួយសម្រាប់ខ្ញុំហ្នឹងហើយមានក្មួយហ្នឹងហើយឆាប់ហ្នឹងហើយកុំទុកពេលវេលាយូរពេកណាហ្នឹងអូខេToday is a very special and emotional day for my brother and his bride, and it also reminds me of all the sacrifice and hard work my brother has done for me throughout the years. Since the beginning, he has always worked hard and done his best to support me, guide me, and help me have a better future. Even during difficult times when life was hard and stressful, he never gave up and never stopped caring for his younger brothers and others. To me, everything my brother has done was not just a responsibility, but a true act of love and sacrifice that I will never forget. His strength, patience, and hard work have always inspired me and taught me many important lessons in life. No matter how much time passes, I will always remember and appreciate everything he has done for me. And I truly proud to have such a wonderful brother in my life. Today, seeing my brother start a new chapter with such a wonderful life partner makes me very happy and proud. I sincerely wish both of you a lifetime of happiness, love, peace, and understanding. May your marriage always be filled with joy, support, and beautiful memories together. Congratulations to both of you on your special day. Thank you. ចាសូមជម្រាបសួរដល់បងប្រុសនិងបងស្រីសូមជូនពរបងប្រុសនិងបងស្រីនៅថ្ងៃរៀបអាពាហ៍ពិពាហ៍សូមជូនពរឲ្យបងទាំងពីរបានសុខចម្រើននឹងគ្នារហូតតរៀងទៅឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនមានសុខភាពល្អទាំងអស់គ្នាចាសូមអរគុណជម្រាបសួរអងពូមីងបងប្អូនទាំងអស់គ្នាក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ប្អូនវតីនិងលោកបងនាងខ្ញុំសូមគោរពជូនពរនៅក្នុងចំណងរៀបអាពាហ៍ពិពាហ៍ថ្មីនេះពោរពេញទៅដោយស្នាមញញឹមសេចក្តីសុខនិងសុភមង្គលជានិរន្តរ៍រៀងទៅហើយសង្ឃឹមថាពួកយើងនឹងជួបគ្នាឆាប់នៅស្រុកខ្មែរដែលអ្នកទាំងពីរមកធ្វើកម្មវិធីនៅទីនេះម្ដងទៀតអរគុណច្រើនបាទគោរពជំរាបសួរដល់បងប្រុសបងស្រីដែលរស់នៅសហរដ្ឋអាមេរិកដូចជាពូមីងយាយតាទាំងអស់គ្នាដែលរស់នៅសហរដ្ឋអាមេរិកដូចគ្នាខ្ញុំសូមជូនពរបងប្រុសបងស្រីពីចម្ងាយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ឲ្យបងប្រុសបងស្រីជួបតែក្តីសុខក្តីចម្រើននៅក្នុងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកមានសុភមង្គលសុខសប្បាយរស់ស៊ីមានបានសូមឲ្យបងប្រុសបងស្រីមានកូនពរច្រើនណាបងសូមអរគុណបង You're single. No. And? I don't have it. What does she have? Money. She's single, she has money. And what do you want to buy?